ជំរាបសួរបងស្រី ចាជំរាបសួរ ចាបងស្រីដែលជាម្ចាស់រោងចក្រផលិតជីកសិកម្មរបស់ក្រុមហ៊ុន Lida ACX បងស្រីគឺជាអ្នកផលិតផ្ទាល់ខ្ញុំចង់ដឹងពីគោលបំណងរបស់បងស្រីថាផលិតជីនឹងមកដើម្បីអី អូជី ហើយប្រើទៅលើដំណាំអីខ្លះអញ្ចឹងណា NPK ប្រើបានគ្រប់ដំណាំចាអានេះ NPK ទឹកណាប្រើបានគ្រប់ដំណាំដំណាក់កាលទី1រហូតដល់ដំណាក់កាលចុងក្រោយប្រើបាននេះ NPK ជួយដើមជួយដងរឹងមាំរួចហើយមើមបើប្រើទៅលើដំណាំដំឡូងវិញណាដំឡូងគេលឹកលឿងអស់ហើយបាញ់ហើយលឹកខៀវមកវិញអស់គឺល្អលេខ1ហ្មង NPK ចឹងក្នុងនាមបងជាអ្នកផលិតបងធានាទៅលើគុណភាពឲ្យតែម្ដង អានេះបច្ចេកវិទ្យាផុនជប៉ុន ចា ចាធានាគុណភាពប្រើឲ្យគឺអត់ខកបំណងទេធានាគុណភាពបើខូចកែឲ្យសារថ្មីវិញទាំងអស់អត់យកលុយផ្លែជីទេ ចាតើជីរបស់យើងប្រើបានទៅលើដំណាំអីខ្លះហើយដែលតាំងពីផលិតមក គ្រប់ដំណាំគាត់ប្រើទៅលើដំណាំអីក៏បានទាំងអស់នេះគ្រប់ដំណាំទាំងអស់ព្រោះវាជាសរីរាង្គ ចាហើយខ្ញុំឮដំណឹងថាបងស្រីបានប្រើទៅលើដំណាំដំឡូងមីចាហើយឥឡូវហ្នឹងគឺបងឮថាដំណឹងថាព័ត៌មានរបស់បងទទួលទិញកសិផលរបស់ប្រជាជនដែលគាត់ផលិតបានហ្នឹងត្រឡប់មកវិញហ៎ ចាទិញបោកមកវិញទាំងអស់ ចាអញ្ចឹងបងអាចទៅបង្ហាញកន្លែងទិញបងទេថាបងទិញរបៀបម៉េចអីចឹងណាបងអញ្ជើញដើរទៅកន្លែងបងតិចទៅ